បងប្អូនអ្នកខេត្តស្ទឹងត្រែងសូមសែម្នាក់មួយអ្នកកំឡោះកូនកាត់ខ្មែរឡាវរូបនេះជាប់ចំណាត់ថ្នាក់លេខ1ខាងជះរៀងសង្ហារហូតធ្វើឲ្យក្រមុំជាច្រើនកំពុងតែជ្រួលជ្រើមភ្លុកទឹកភ្លុកដីក៏ព្រោះតែអ្នកកំឡោះសង្ហាខុនលីគឺជាអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok ដ៏ល្បីល្បាញមួយរូបដែលមានមហាជនស្រឡាញ់និងចូលចិត្តចុចបេះដូងឲ្យច្រើនព្រោះតែរូបរាងសម្រស់ហាក់សង្ហាខ្លាំងដាច់គេក្នុងខេត្តស្ទឹងត្រែងរហូតដល់មានក្រមុំជាជ្រួលជ្រើមចង់ដាក់ជាវសុំស្នេហ៍ភ្លុកទឹកភ្លុកដីតែម្ដងជាមួយគ្នានោះផងដែរតាមរយៈបណ្ដាញសង្គមទាំង TikTok Facebook ក៏ដូចជា Instagram ប្អូនប្រុសខុនលីរមែងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំនួនអ្នកចុច like ច្រើនបើវីដេអូក្នុង TikTok វិញមានអ្នកទស្សនារាប់លានអ្នកឯណោះរហូតដល់មានម្ចាស់រ៉េនផលិតផលជាច្រើនបានសម្លឹងឃើញពីសមត្ថភាពនិងភាពល្បីល្បាញរបស់ខុនលីយកមកប្រម៉ូទផលិតផលនិងធ្វើជាបែបផងដែរយ៉ាងណាមិញបើយោងតាមរយៈបណ្ដាញសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពីប្អូនប្រុសរូបនេះដោយប្អូនប្រុសមានអាយុ21ឆ្នាំរស់នៅខេត្តស្ទឹងត្រែងជាមួយគ្នានោះផងដែរជុំវិញប្រិយមិត្តដែលស្ងើចសរសើរថាសង្ហាបែបនេះអ្នកកំឡោះកូនកាត់ខ្មែរឡាវបានលួចអស់សំណើចជាខ្លាំងនិងមិនដឹងថាខ្លួនឯងសង្ហាត្រង់ណានោះទេតែលោកក៏អរគុណចំពោះការស្រឡាញ់ពេញចិត្តពីសំណាក់ពុកម៉ែបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមកំឡោះសង្ហាខុនលីបានបន្តទៀតថាវីដេអូឃ្លីបដែលកំពុងទទួលបានការចាប់អារម្មណ៍នោះគឺលោកថតលេងដើម្បីជាការកម្សាន្តតែប៉ុណ្ណោះហើយក៏មិននឹកស្មានថាមានបងប្អូនគាត់ស្រឡាញ់ពេញចិត្តអីចឹងដែរអ្វីដែលធ្វើឲ្យលោកមានការចាប់អារម្មណ៍ខ្លាំងទៅទៀតនោះគឺមួយរយៈចុងក្រោយនេះទាំង Facebook Page ក៏ដូចជា TikTok ហាក់ចំនួនអ្នកតាមដានវីដេអូច្រើនជាងពីមុនឆ្ងាយចំណែកការងារវិញឃើញថាមួយរយៈនេះលោកទទួលបានច្រើនគួរសមពាក់ព័ន្ធទៅនឹងការប្រម៉ូទផលិតផលទាំងក្នុង TikTok ក៏ដូចជានៅតាមបណ្ដាញសង្គម Facebook របស់ម្ចាស់ព្រេងនានាទាំងនេះគឺជាការតស៊ូរបស់គាត់មួយដែលប្រិយមិត្តមិនគួរមើលរំលងឡើយ